ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃហ្នឹងសូមធ្វើវីដេអូ Family Vlog ទៀតហើយគឺដោយសារតាមរយៈនេះខ្ញុំអត់សូវមានអារម្មណ៍ធ្វើវីដេអូ True Crime ទេចាគឺដោយសារតែពេលដែលខ្ញុំអាន True Crime ម្ដងទៅមានអារម្មណ៍ថាដកដង្ហើមអត់ចង់ដល់គ្នាព្រោះអីវាដូចជាកាប់សម្លាប់ច្រើនពេកអញ្ចឹងណាចាម្ល៉េះហើយខ្ញុំសូមពេលដកឃ្លាមួយរយៈដើម្បីឲ្យចិត្តនឹងវារៀងស្រួលទៅយើងត្រឡប់ទៅធ្វើវិញទៅចាថ្ងៃហ្នឹងដោយសារតែថ្ងៃសៅរ៍ក្រុមគ្រួសាររបស់ខ្ញុំសម្រាប់ចិត្តធ្វើ Family Picnic ចាគឺនៅចិត្តផ្ទះរបស់ពួកយើងនេះគឺមានសួនច្បារមួយកន្លែងធំឈ្មោះ Duke Garden នៅក្នុងទីក្រុង Durham រដ្ឋ North Carolina ចាគឺកន្លែងហ្នឹងស្អាតគ្រប់រដូវកាលតែម្ដងចាមុនចាញ់ទៅហ្នឹងក៏ដាក់ត្រីងៀតហាលសិនព្រោះអីថ្ងៃហ្នឹងបើកថ្ងៃល្អបងប្អូនចាហាលចឹងទៅដើម្បីឲ្យវាស្ងួតល្អបន្ទាប់មកខ្ញុំនឹងដាក់ចូលថង់បូមខ្យល់វាដាក់ក្នុងទូកកចាដាក់ទូកកទៅពេលដែលភ្ញៀវទិញដកផ្ញើទៅវាទុកបានយូរចាអញ្ចឹងឥឡូវហ្នឹងខ្ញុំចាប់ផ្ដើមធ្វើម្ហូបអាហារសម្រាប់យកទៅ picnic ចឹងណាចាកូនរបស់ពួកខ្ញុំគាត់ញ៉ាំរើសបងប្អូនចាតាអាហារណាប្លែកគាត់អត់សូវញ៉ាំទេម្ល៉េះហើយខ្ញុំធ្វើម្ហូបស្តៀងគ្នានឹងទៅចាសាច់មាន់ pasta ហើយបន្ទាប់មកមានផ្លែឈើច្រើនចឹងទៅពួកគាត់ចូលចិត្តញ៉ាំផ្លែឈើហើយនឹងបន្លែហើយខ្ញុំដាក់ឲ្យច្រើនឲ្យពួកគាត់ហ្មងដើម្បី healthy ណាព្រោះគាត់ក្មេងចឹងគាត់ត្រូវការរបស់ណាដែលស្រស់ល្អអត់កុំឲ្យគាត់ញ៉ាំរបស់ដូចជា french fry pizza អីច្រើនពេកគឺអត់ល្អដល់សុខភាពគាត់ទេចានិយាយទៅអានេះសម្រាប់ខ្ញុំកូនទេណាអ្នកទាំងអស់គ្នាចង់ធ្វើអីទៅធ្វើទៅចាខ្ញុំអត់ហ៊ានបដៅឲ្យអ្នកទាំងអស់គ្នាធ្វើនេះធ្វើនោះទេចាដល់ពេលឥឡូវមកដល់កន្លែងហើយគឺការចតឡានហើយវីដេអូនេះកន្លែងខ្លះឃើញបាំងហ្នឹងគឺដោយសារតែខ្ញុំពាក់វ៉ែនតាដែលថាអាចថតវីដេអូបានប៉ុន្តែខ្ញុំពាក់មួកដល់ពេលអញ្ចឹងខ្ញុំអត់បានចាប់អារម្មណ៍ឥឡូវហ្នឹងអាកាសធាតុទៅតែវាដូចថាឈប់ត្រជាក់ខ្លាំងម្ល៉េះហើយផ្កាខ្លះរីកស្អាតណាស្អាតមែនតើប៉ុន្តែផ្កាខ្លះក៏អត់តាន់រីកដែរបងប្អូនចាដូចជា tulip ស្អីហ្នឹងអត់តាន់ចាញ់ទេចាតាមធម្មតាឌូក៏ស្អាតណាបងប្អូនចាអ្នកទាំងអស់គ្នាអាច search លើអ៊ីនធឺណិតបាន Duke Garden អញ្ចឹងទៅវាចេញមកហើយនៅក្នុងទីក្រុង Durham ចាម្ល៉េះហើយដើមឈើមួយដើមពីរដើមនេះដែលយើងឃើញនឹងគឺថាស្អាតសាហាវហ្មងពណ៌ផ្កាឈូកពណ៌សមុនដំបូងជូលីអត់ចង់ចាញ់ពីផ្ទះទេបងប្អូនដឹងស្រាប់ហើយគាត់រៀនមួយអាទិត្យពេញអញ្ចឹងទៅថ្ងៃសៅរ៍អាទិត្យគាត់ចង់តែសារៈនៅផ្ទះអញ្ចឹងណាតែប្រខំគាត់មកបងប្អូនចាដល់ទៅពេលមកមានឯណាអត់ចង់ទៅផ្ទះវិញទេគឺសប្បាយខ្លាំងពេកអេដិនក៏ធ្លាប់មកនេះដែរឆ្នាំមុនប៉ុន្តែគាត់នៅរៀងតូចអញ្ចឹងទៅគាត់រៀងភ្លេចដល់ពេលមកលើកនេះវាដូចអាកាសធាតុស្រស់ស្រាយមានផ្កាមានមនុស្សច្រើនអញ្ចឹងទៅគាត់សប្បាយមែនតែម្ដងចាដូចខ្ញុំនិយាយអញ្ចឹងពេលវេលាសម្រាប់គ្រួសារសំខាន់ណាស់បងប្អូនចាបើសិនជាយើងអាចដកឱកាសនៅជាមួយពួកគាត់បានក៏ដកឱកាសខ្លះទៅចាខ្ញុំដឹងថាការរលុយរស៊ីក៏វាជារឿងសំខាន់ដែរព្រោះអីលុយគឺជាចំណូលប្រចាំគ្រួសារអញ្ចឹងណាចាប៉ុន្តែបើយើងដកឃ្លាបាន1ម៉ោងជាងអីក៏ដកឃ្លាទៅដើម្បីក្តីសុខយើងទាំងអស់គ្នាចាកូនយើងក៏សប្បាយចិត្តបានចំណាយពេលវេលានៅជាមួយពុកម៉ែប្តីប្រពន្ធក៏ធ្វើឲ្យមានភាពស្និទ្ធស្នាលហើយណាមួយធម្មតាពេលដែលយើងទៅក្រៅបានខ្យល់អាកាសបរិសុទ្ធឃើញមនុស្សអ៊ូអអអីអញ្ចឹងវាធ្វើឲ្យបញ្ហាសុខភាពរបស់យើងគេហៅ mental health ក៏វារឹតតែល្អដែរធ្វើឲ្យយើងស្រស់ស្រាយគិតអ្វីកាន់រឹតតែច្បាស់អញ្ចឹងណាចាអូនិយាយច្រើនឡើងចង់ហៀទឹកមាត់ចាដល់ពេលឥឡូវហ្នឹងពួកយើងរកកន្លែង picnic បានហើយគឺដោយសារតាអង្គុយនៅក្រោមដើមឈើហ្នឹងសបោមនុស្សមែនតែនគឺដោយសារតាពេលដែលយើងអង្គុយ5ថ្ងៃហ្នឹងវាក្តៅខ្លាំងហើយណាមួយអាកាសធាតុនៅខាងរដ្ឋ North Carolina នេះក្តៅដែរប៉ុន្តែក្តៅរបៀបស្អុះបងប្អូនស្អុះស្អាប់ដូចយើងអត់បានមុជទឹកអញ្ចឹងណាម្ល៉េះហើយអង្គុយក្រោមដើមឈើគឺល្អបំផុតតែម្ដងចាទៅ Duke Garden ហ្នឹងជឿខ្ញុំទៅបងប្អូនទៅអត់ខកចិត្តទេស្អាតខ្លាំងណាស់ខ្ញុំនឹងគ្រួសារមួយឆ្នាំយ៉ាងហោចណាស់ទៅក៏2-3ដងដែរណាមួយវារៀងឆ្ងាយដែរបើកឡានកន្លះម៉ោងអីបានទៅដល់អញ្ចឹងណាចុះឲ្យភ័យច្រើនពួកយើងតែងទៅរដូវកាលរីកព្រោះអីឃើញផ្កាទៅវាស្រស់ស្រាយប៉ុន្តែរដូវស្លឹកឈើជ្រុះក៏ស្អាតដែរគឺដើមឈើវាបដូរពណ៌ទៅជាពណ៌ទឹកក្រូចស្រស់ហ្មងស្អាតមែនតែម្ដងចាពេលឥឡូវហ្នឹងយើងញ៉ាំហ្នឹងអេដិនជូលីគាត់ញ៉ាំអាហារដែលខ្ញុំបានខ្ចប់ឲ្យសិតគាត់ខ្ចប់បន្លែមកខ្លួនឯងហើយបន្ទាប់មកខ្ញុំទិញណែមស្រស់ចាមកពីហាងវៀតណាមណាគេហៅ fresh spring rolls ហ្នឹងហើយនឹងទឹកតែចាខ្ញុំចូលចិត្តញ៉ាំណាស់ milk tea អូយនិយាយថាជក់ហ្មងហើយពេលដែលមកអញ្ចេះគឺជូលីគាត់តែងតែយកសភៅមកព្រោះអីគាត់ចូលចិត្តអានអញ្ចឹងទៅពេលដែលពួកខ្ញុំរត់លេងជាមួយអេដិនគាត់អ្នកអានជូលីគាត់ជក់នឹងការអានតែម្ដងចានិយាយទៅក៏ល្អដែរពេលដែលកូនយើងចូលចិត្តអានសភៅអញ្ចឹងណាខ្ញុំឃើញអេដិនលេងជាមួយគ្នាចេះមិនត្រូវរហូតទេណាបងប្អូនអស់យ៉ាងត្រូវបាន 4-5 នាទីហ្នឹងអូយយំផ្អើលផ្ទះបើមិនមួយបន្ទោសមួយទេមួយបន្ទោសមួយបើមិនអេដិនវាយជូលីវាយអេដិនគឺអត់
អត់ឃើញសប្បាយចេះរហូតទេបងប្អូនជឿខ្ញុំទៅចាស់គឺវេទនាណាស់នេះដល់ពេលទៅផ្ទះវិញហើយព្រោះអីយើងទិញសបុតឡានកន្លែងចតបងលុយគេហ្នឹងគឺយកតែ2ម៉ោងឯងបងប្អូនចាការពេលឥឡូវហ្នឹងកំពុងតែធ្វើដំណើរទៅផ្ទះវិញនិយាយទៅកូនខ្ញុំនីមួយៗហ្នឹងគឺគាត់កាត់អាស្បែកតាមសិតពេលដែលក្តៅខ្លាំងក៏ថ្វល់ក្រហមពេលត្រជាក់ខ្លាំងក៏ថ្វល់ក្រហមហើយអេដិនវិញបែកញើសឡងជោកហ្មងជូលៀក៏អញ្ចឹងព្រោះអីពួកគាត់រត់លេងសប្បាយចា So very interesting show to watch.